កូនដើកស្អាតសាហាវចាអ្នកណាថានៅអូស្ត្រាលីធ្វើកូនដើកអត់បានចាព្រោះថាជនជាតិខ្មែរយើងទោះទៅរស់នៅដល់ទីណាក៏នៅតែអត់ចោលប្រពៃណីដែរតគ្នាចានៅតែមានការហាយជំនូនធ្វើកូនដើកកូនអីចឹងណាចាហើយនេះវិញគឺភ្លោះស្រីស្អាតតគ្នាទៅកពូនរបស់កូនកំឡោះខានជប់យូរកមុំស្ដោកបាត់តគ្នាចាហើយងាកមកមើលអ្នកវាយខ្មោះវិញស្រីចង់និយាយចឹងស្ទៀវសាហាវហើយអេឡាអូយផំផៃណាកូនខ្ញុំឲ្យទៅបានតែងចឹងចាហើយសម្រាប់ខ្ញុំចានេះគឺពាក់កៅអៅសាមញ្ញទេចានៅស្រុកគេគឺស្រួលទេតាគ្នាយើងអត់ចាំបាច់ធ្វើត្រង់គ្រឿងអីខ្លាំងពេកដូចនៅខ្មែរអញ្ចឹងចាឥឡូវយើងធ្វើការហាយចំនួនម្ដងមករោងអីតាគ្នាគឺមានអ្នកចែកអាំងប៉ាវចែកអីដូចនៅយើងនៅស្រុកខ្មែរអញ្ចឹងតាគ្នាបន្ទាប់មកយើងយកផ្លែឈើយកចំនួនអីហ្នឹងដាក់ចូលក្នុងផ្ទះអញ្ចឹងណាហើយនេះកូនកំមុំកូនកន្លោះកូនតាប្រុសកូនតាស្រីតាគ្នាអូយទៅម៉ាមីចង់ថតមួយកូនកំមុំកូនកន្លោះអត់បានថតសោះហ្មងតាគ្នារវល់ពេកហ្មងចាហើយកូនខ្ញុំនេះទាំងអស់គ្នាអត់ភ្លេចជាមួយនឹងកងប៊ីខូសិននេះណាឆ្លៀតយកដាក់ក្នុងប្រអប់ជើងពៀនគេនេះចាតាមខ្លួនទៀតទុកតាប់ចាសាហាវហើយទាំងអស់គ្នានេះគឺបន្ទាប់មកគឺមានការញ៉ាំបញ៉ាំអីលក្ខណៈbuffet ចឹងណាតាគ្នានិយាយទៅសាមញ្ញចឹងតាគ្នាការបែបស្រុកគេងាយស្រួលមែនតើតាគ្នាឃើញចឹងចង់ការម្ដងទៀតដែរតាគ្នាហើយអេឡាកូនតើខ្ញុំដែរវិញរវល់នឹងគេឯងដែរតាគ្នាម៉ាមីដួសអំបរឲ្យគាត់យកទៅញ៉ាំដល់កន្លែងហ្មងតាគ្នាគាត់ឃ្លានគាត់ងើបតាំងពីព្រលឹមហ្មងតាគ្នាប៉ុន្តែអត់ហត់អត់អីទេនិយាយទៅសុបាយចិត្តចង់និយាយទៅគាត់ចង់ធ្វើកូនតើបានតែងខ្លួនបានអីចឹងញ៉ាំខ្លួនឯងអស់ចិត្តទេគេបញ្ចុកប្អូនគេទៀតហើយចាណាញ៉ាំចឹងហើយអូគេហៅទៅថតរូបអីចឹងចឹងឈប់ញ៉ាំអីចឹងនិយាយទៅគឺគេដឹងការងារគេហ្មងតោះគ្នាចាអារម្មណ៍រោមដៃអេឡាអូយរោមស្អាតសាហាវតោះគ្នាដោយសារប្រើលេកងប៊ីតិចស្បែកដោះរោមមកស្អាតហ្មងហើយមិនចាំបាច់ត្រូវលើកកលេនឹងមកឯតោះគ្នាមកមានបានយកតាមខ្លួនតែតោះគ្នាដឹងស្រាប់ហើយកូនខ្ញុំគឺប្រើលេកងប៊ីទាំងពីរនាក់តោះគ្នាឃើញហើយស្បែកដោះរោមស្អាតមែនតើណាគេក៏ថាវ៉ាវដែរហើយឥឡូវនេះគឺក្នុងកន្លែងគឺដាក់ចំនួនណាតើគ្នាឥឡូវរៀបចំចងដៃឯចាតើគ្នាម៉ាមីអត់នៅទេទៅគឺចាស់បានគាត់នៅក្នុងអញ្ចឹងណាហើយក្មេងៗមកក្រៅទៅតើគ្នាឥឡូវអេឡាបានចេញមកសម្ភារអីតើគ្នាទៅម៉ាមីកាត់ខ្លះកុំឲ្យវែងពេកអញ្ចឹងណាចារំសាហាវចារំនេះរំចង្វាក់ភ្លេងការបន្ទាប់មកគឺមាននំប៉ាវនំអីអញ្ចឹងណាតើគ្នាបន្ទាប់មកមានជ្រូកខ្វៃជ្រូកអីកាប់ចែកគ្នាលក្ខណៈថាងាយស្រួលចាឥឡូវកូនកំមុំចេញមកលេងជាមួយនឹងអេហ្វាយតើគ្នាពេលហ្នឹងគិតថាអូយបានថតរូបមួយកូនកំមុំកូនកន្លោះហើយអត់ទៀតតើគ្នាចាយទៅអត់មានរូបថតទេពេលល្ងាចក៏បានមកដល់ចាម៉ាមីអ្នកធ្វើសក់ឲ្យអេឡាអេហ្វាម៉ាមីផ្ទាល់ហ្មងហើយម៉ាស៊ីនមូនេះចាអូយចង់10ឆ្នាំជាងហើយវិចមកតាំងពីស្រុកខ្មែរតើគ្នាហើយចានេះគឺសក់របៀបលក្ខណៈថា Y2K នេះជាមួយនឹង Princess ចាម៉ាមីអ្នកច្នៃដឹងម៉ែតើគ្នាជួយឲ្យបន្ទុកជួយរ៉េតផងបានបន្ទុកដែរបើអេហ្វាវិញបាញ់យាយគេងដល់ម៉ោងងើបមកកន្លែងហាងនឹងហ្មងតើគ្នាចាបែកកៅដាក់បូដាក់អីតិចទៅហើយទៅតើគ្នាចានេះគឺទិដ្ឋភាពក្នុងហាងញ៉ាំពេលល្ងាចអញ្ចឹងតើគ្នាគឺមានតុកក្មេងផ្សេងតើគ្នាអត់អង្គុយលោកឡំជាមួយនឹងពុកម្ដាយទេតើគ្នាចាហើយតុកក្មេងៗគឺមកតុកតំណងរបស់គាត់មាន chip មាន chicken nugget អីទៅចានេះមហូបរបៀបមនុស្សធំចាមកមានបានថតច្រើនទេថតបាន1 2ដាច់ប៉ុសទៅតើគ្នាចានេះគឺលក្ខណៈថាអ្នកកណ្ដោកូនកំមុំចាគឺគាត់ចេញមកសម្ដែងសូម្នាក់ម្ដងជាមួយនឹងចម្រៀងទៅ vibe គេបែប OZ តើគ្នាចាបន្តមកនេះគឺអ្នកកណ្ដោកូនកំឡោះផងដែរតើគ្នាចេញមកបង្ហាញសុវត្ថិភាពម្នាក់ម្ដងចាមួយយ៉ាងដែលតើគ្នា បន្ទាប់មកគឺតួឯកូនកំឡោះកូនក្រមុំចេញមកតើគ្នាចានិយាយទៅគឺរំភើបនិយាយទៅម៉ាមីអាដល់វគ្គហ្នឹងដូចចេះចង់ស្រក់ទឹកភ្នែកមិនទាំងអស់គ្នាឲ្យការគេនិយាយទៅឲ្យឃើញអាវគ្គហ្នឹងដូចរំភើបដូចចង់ការពីម្ដងទៀតលេងមិនទេហើយកន្លែងនេះវិញគឺកូនកំឡោះកូនក្រមុំហមឡើង smooth ហ្មងហមលយមែនតើម៉ាមីមើលឡើងចំហមាត់តើគ្នាអត់ដឹងថាគាត់រៀនហាត់រាំនេះប្រហែលខែតើគ្នាមើលទៅ look professional ហ្មងរាំតើគ្នាហើយសម្លឹងមើលមុខគ្នាដៃក្តីស្នេហ៍អូយទៅមកមានលីងលងកន្លែងហ្នឹងតើគ្នាលីងលងសាហាវ
ចាងាកមើលមកពុកម្ដាយខាងប្រុសចាអូក៏គាត់ស្វីតមិនធម្មតាដែរតាគ្នាចាខ្ញុំលួចស៊ូពីចម្ងាយចាកន្លែងនេះលយខ្លាំងគឺគេហូរពេញរោងហ្មងតាគ្នាចាបើសម័យមកប្តីខ្ញុំវិញប្រហែលជាលើកកវីងកវាត់ខ្ញុំលើកខ្ញុំខ្ពស់ជាប្រហែលជាមិនរួចទេចាព្រោះខ្ញុំមានលក្ខណៈដេញណែហៀងដាំងដែរចាហើយបន្ទាប់មកគឺអ្នកកដោចាគឺចូលមករួមអីចឹងទៅចាបន្ទាប់មកងាកមើលកូនស្រីគឺបាត់ឆឹងចាគឺនាំគ្នាមកថតរូបចាអើយមកមីដាវរឡើងពេញហ្នឹងចាក៏ចូលថតគេឯងទៅចាហើយក៏បបួលចដូនមួយខាងប្តីមកថតមកអីជុំគ្នាប៉ុន្តែក៏នៅតែអត់ជុំណែតគ្នាចាគឺគេមានកន្លែងថតរូបភ្លាមព្រីនភ្លាមឲ្យយើងយកបិទនៅក្នុងអាល់ប៊ុមកូនកំមុំកូនកន្លោះមួយយើងទុកមកផ្ទះខ្លួនឯងមួយអញ្ចឹងអេឡាអេហ្វាគឺថតចុះថតឡើងចានិយាយទៅរបស់គេនឹងអាងតែព្រីនយកទៅវាយបែបសុកគេខ្លះខ្មែរខ្លះមួយយ៉ាងតោះគ្នាក្មេងៗសុបាយជាមួយអាផ្សែងនឹងដល់ហើយតោះគ្នាប៉ុន្តែមកមីឲ្យធំអាផ្សែងនឹងគឺជាក្បាលវិលមុខហ្មងតោះគ្នាចេះច្រងរកក្អួតចង្អោចានេះប៉ាខ្ញុំជាមួយនឹងបងស្រីចំទាវចាហើយនឹងចាប្តីខ្ញុំបាច់មើលមុខទៅក្រហមខ្លាំងណាសរុបមកអាពីពិពានៅប្រទេសអូស្ត្រាលីគឺចំណាយពេលតែមួយថ្ងៃទេតោះគ្នាគឺពេលផឹកហើយពេលល្ងាចចាគឺអត់ពីរថ្ងៃដូចយើងនៅខ្មែរទេអត់សូវហត់ទេកូនកន្លះកូនកំមុំមកហើយបន្ទាប់មកចាគឺមិត្តភក្តិគាត់មានបរទេសមកអីមករួមពេញនឹងរួមចង្វាក់ខ្មែរទៀតតោះគ្នាចាហើយអេឡាពាក់កាប្រងនេះចង់រួមគេដែរតែយើងពិបាករួមចាអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេតោះគ្នាជួបគ្នាវីដេអូក្រោយទៀតមានអីប្លែកៗទៀតចាំមកមីថតឲ្យមើលទៀតបាយបាយ